សួស្តីបងប្អូនទាំងអស់គ្នានេះជារបៀបដាក់ប្រាក់នៅក្នុង website smaysmm.com អញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាបង្កើត account បានមួយមកបើសិនជាអត់ទាន់បានបង្កើត account ទេអ្នកទាំងអស់គ្នាចូលទៅក្នុង website smaysm របស់យើងមកចាំតិចខ្ញុំបង្ហាញអញ្ចឹងរបៀបចុះឈ្មោះអ្នកទាំងអស់គ្នាគ្រាន់តែ research website smaysm.com មកបន្ទាប់មកអ្នកទាំងអស់គ្នាអនឡើងលើបន្តិចនឹងឃើញពាក្យថា connect with Google អញ្ចឹងអ្នកនរចុចលើនឹងមកដើម្បី login account ហ្នឹងណាតោះមកយើងជ្រើសរើស email ដែលយើងចង់ដាក់អញ្ចឹងចុចមកអូខេអញ្ចឹងវានឹងបានតម្រង់បែបនេះបន្តមកទៀតយើងត្រូវដាក់លុយដើម្បីបញ្ជាទិញបានអញ្ចឹងណាបើសិនអ្នកទាំងអស់គ្នាចង់បញ្ជាទិញបើអត់ទាន់ចង់បញ្ជាទិញទេអ្នកទាំងអស់គ្នាឆែកមើលសេវាកម្មសិនទៅតែនេះរបៀបដាក់លុយអញ្ចឹងអូខេតោះរបៀបដាក់លុយជាដំបូងយើងត្រូវ copy username នេះមួយអូខេហើយខាងលើហ្នឹងយើង copy មួយមកចម្លងបន្ទាប់មកយើងចុចពាក្យលើត្រេ3បន្ទាប់មកយើងចុចពាក្យថា advance មួយបន្ទាប់មកអ្នកទាំងអស់គ្នានឹងចុចពាក្យគេដាក់ថាចូលទៅកាន់ការដាក់ប្រាក់អូខេបន្ទាប់មកចុចមួយទៀតគេដាក់ថាដាក់ប្រាក់ស្វ័យប្រវត្តិអញ្ចឹងវានឹងចេញបែបនេះមកបន្ទាប់មកអ្នកទាំងអស់គ្នាផាស username មិញហ្នឹងមកហើយគេដាក់ថាចាប់ពី$1ដល់$1000អញ្ចឹងខ្ញុំដាក់តេស្ត$1ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងខ្ញុំដាក់លេខ1មកហើយចុច page new អូខេបន្ទាប់ពី page new មកវានឹងលោក QR code បែបនេះយើងថត screen មួយមកហើយយើងចុចប៊ូតុងកណ្ដាលទូរស័ព្ទរបស់យើងណាចុច home កុំចុចសារថៃក្រោយចុច home ហើយយើងចូលទៅកាន់ធនាគាររបស់យើងអូខេបន្តមកទៀតយើងជ្រើសរើសទូទាត់ QR code ហើយយើងដោះលេខកូដមកហើយយើងចុចជ្រើសរើស QR code ដើម្បីចូលទៅយករូបថតរបស់យើងតែបើអ្នកទាំងអស់គ្នាប្រើលើកុំព្យូទ័រស្រួលអូខេអញ្ចឹងយើងជ្រើសរើស QR code យើងមកបន្តមកទៀតយើងចុច crease អញ្ចឹងវានឹង scan QR code របស់យើងមិញហើយបន្តមកទៀតយើងចុចយល់ព្រមចុចបញ្ជាក់អញ្ចឹងជាការស្រេចបន្ទាប់មកយើងចុចត្រេ3អូទូរស័ព្ទរបស់យើងវិញ back មកក្រោយវិញណាអញ្ចឹងយើងអស់មកចូលអាផ្ទាំងរបស់យើងវិញមកវានឹងលោតពាក្យថា successful ឬក៏បញ្ជាក់នៅក្នុងនេះរបស់យើងណាបញ្ជាក់នៅក្នុងaccount របស់យើងវាដាក់ថា successful ឬក៏វាលោតបិទផ្ទាំងនឹងតែម្ដងអញ្ចឹងវីដេអូដាក់លុយមានតែប៉ុណ្្នឹងទេហើយសង្ឃឹមអ្នកនរនឹងមើលយល់